អូយថ្ងៃនេះទំនេរសាកចិត្តមនុស្សលោកសិនតើចិត្តមនុស្សលោកយ៉ាងម៉េចទៅណព្រះអិនចង់សាកចិត្តមនុស្សក៏កាឡាខ្លួនជាដូនចាស់ដែលសុំទានគេដោយដៃម្ខាងកាន់ឈើច្រាត់និងដៃម្ខាងទៀតកាន់ផ្លែដូងទុំដែលកាត់ភូមិដែលមានគ្រួសារគ្រប់លំដាប់ថ្នាក់រស់នៅលុះដូនចាស់នោះមកដល់របងផ្ទះមួយឃើញបរិសម្នាក់កំពុងឈរនៅក្បែរមាត់ទ្វារគាត់បាននិយាយដោយពាក្យអង្វរថាលោកម្ចាស់មេត្តាដាក់ទានខ្លះឲ្យខ្ញុំរស់ផងបុរសនោះតបថាណាយីខ្ញុំនេះណាជាអ្នកយាមផ្ទះអីគេទេសូមយីទៅសុំទាននៅកន្លែងផ្សេងចាស់ព្រោះលោកម្ចាស់ខ្ញុំក៏មិនទម្លាប់ដាក់ទានឲ្យអ្នកណាឡើយដល់យីអង្វរខ្លាំងពេកអ្នកយាមក៏ទៅជម្រាបចៅហ្វាយថាលោកម្ចាស់មានយាយម្នាក់មកសុំទានលោកម្ចាស់តបខ្លាំងថាណាវើយអញកំពុងតែរវល់កុំមករំខានអញដេញយាយនោះចេញទៅភ្លាមហេតុអ្វីក៏គេម្នាក់នេះចិត្តអាក្រក់ម្ល៉េះណកូនចាស់បន្តដំណើរទៅមុខឃើញផ្ទះមួយធំល្មមប៉ុន្តែគ្មានអ្នកយាមទេគាត់ក៏ដើរទៅគោះទ្វារតុកលោកម្ចាស់មេត្តាដាក់ទានខ្លះឲ្យខ្ញុំរស់ផងពីរអ្នកប្តីប្រពន្ធតបទៅយាយវិញថាយើងទាំងពីរនាក់មានប្រាក់សម្រាប់តែគ្រួសារយើងប៉ុណ្ណោះទេយាយបើចែកឲ្យយាយចុះពេលក្រោយពួកខ្ញុំទៅពឹងអ្នកណាទៅដូនចាស់បានចេញពីផ្ទះនោះហើយគិតថាទាំងពីរអ្នកនេះនិយាយស្ដីគ្រាន់បើបន្តិចប៉ុន្តែនៅតែចិត្តអាក្រក់ដដែលគាត់ណាដែរក៏ឃើញផ្ទះមួយកំពុងតែមានពិធីជប់លៀងវ៉ាបានឆ្ងាញ់មកដែរមើលតើគាត់ក៏ដើរចូលទៅទីនោះហើយពោលពាក្យថាលោកម្ចាស់មេត្តាដាក់ទានខ្លះឲ្យខ្ញុំរស់ផងមានអ្នកខ្លះធ្វើជាមិនលឺខ្លះទៀតគិតមកចេញព្រោះពួកគេកំពុងតែសប្បាយពេលនោះមានសម្លេងបរិសម្នាក់ស្រែកឡើងថាដេញចេញទៅវើយខូចបាយយ៉ាកោះអស់អាលីងដូនចាស់ត្រូវគេច្រានឲ្យដួលទៅលើដីប្រឡាក់ស្រមេកស្រមកថ្ងៃកាន់តែបាក់រសៀលទៅហើយដូនចាស់បន្តដំណើរទៅមុខទៀតក៏ឃើញដើមពោធិ៍មួយដើមមានម្លប់ត្រជាក់ល្ហឹមគាត់បានប្លែកខ្លួននៅលើដីហើយក៏សម្រានលក់ទៅមួយស្របក់ក្រោយមកមានក្មេងកងវាលគោម្នាក់ដៃម្ខាងកំពុងយួរត្រីមួយត្រណោតនិងដៃម្ខាងទៀតជួក្តាមមួយចង្កោមដែលកាត់ទីនោះកុមារឃើញដូនចាស់កំពុងតែសម្រានលក់នៅទីនោះក៏ដាស់ហើយសួរថាលោកយាយហើយអ្វីបានជាលោកយាយមកសម្រាននៅទីនេះហើយផ្ទះលោកយាយនៅឯណាដូនចាស់ភ្ញាក់ព្រឹត្តរហ័សតបថាយាយគ្មានផ្ទះទេសូមចៅជួយដាក់ទានឲ្យយាយរស់ផងប៉ានោះតបទៅវិញថាកុំអើនិយាយអីសូមលោកយាយទៅសម្រាកនៅផ្ទះខ្ញុំសិនចុះណាដូនចាស់សប្បាយចិត្តខ្លាំងណាស់ក៏ស្ទុះងើបភ្នែកនិយាយយ៉ាងលឿនតោះពួកយើងទៅចុះចៅឈ្មោះអីដែរខ្ញុំឈ្មោះចាក់ខ្ញុំរស់នៅជាមួយម៉ែក្នុងផ្ទះតូចនៅទីនោះចាក់បានដឹកគោនិងនាំលោកយាយទៅផ្ទះរបស់គេហើយចាក់បានដួសទឹកមួយត្រឡោកពីក្អបជូនលោកយាយពិសាទឹករួចឧទានថាទឹកនេះត្រជាក់ហើយឆ្ងាញ់ណាស់តែចៅធ្វើមិនទៅចាក់ប្រាប់ថាខ្ញុំដងទឹកពីក្នុងស្រះមកដាក់ក្នុងក្អមរៀងរាល់ព្រឹកដើម្បីទុកឲ្យវាត្រជាក់សម្រាប់បងប្អូនធ្វើដំណើរពិសានៅពេលពួកគាត់ស្រេកទឹកចាក់បាននាំដូនចាស់ទៅជួបម្ដាយទាំង3នាក់បានទទួលទានអាហារជាមួយនឹងត្រីអាំងនិងក្តាមដែលចាក់រកបានបន្ទាប់ពីទទួលទានអាហារពេលល្ងាចរួចយាយបានសុំចាក់ស្នាក់នៅមួយយប់ចាក់បានសុំម្ដាយឲ្យយាយស្នាក់នៅមួយយប់ចាក់យកក្រមាដែលមានតែមួយគត់របស់ខ្លួនវិចសម្ពត់អាវមួយសម្រាប់ដែលខ្ចីពីម្ដាយជូនដូនចាស់តែការបរិច្ចាគអស់ពីចិត្តរបស់ចាស់ធ្វើឲ្យដូនចាស់រំភើបចិត្តជាខ្លាំងហើយគាត់និយាយទៅកាន់ចាក់ថាចៅល្អនឹងយាយណាចៅជាកុមារដែលប្រពៃជាងគេក្នុងចំណោមមនុស្សដែលយាយបានជួបយាយសឹកហៅចៅថាកុមារសប្បុរសចាប់ពីពេលនេះតទៅដងទៅមួយនេះចៅយកទៅចោះវាអាចធ្វើឲ្យចៅសម្រេចតាមបំណងល្អបានណាចៅគ្រាន់តែគាត់និយាយចាប់ភ្លាមរាងកាយរបស់ដូនចាស់ក៏រលាយបាត់ពីមុខចាក់ទៅចាប់តាំងពីពេលនោះមកចាក់ប្រាថ្នាអ្វីក៏បានដូចបំណងប្រាថ្នាហើយគេបានជួយមនុស្សជាច្រើនដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរអ្វីឡើយ